ឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍និងអ្នកកាសែតស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញដែលក្រុងនឹងប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល6ថ្ងៃកិច្ចពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី2ខែមីនាឆ្នាំ2026នៅទីស្តីការក្រសួងព័ត៌មានដែលមានការអញ្ជើញចូលរួមពីឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានតំណាងសមាគមទូរទស្សន៍និងវិទ្យុនិងអ្នកសារព័ត៌មានឯកឧត្តមសុកសប្បាយណាប្រធានក្រុមការងារប្រតិបត្តិនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជាបានធ្វើបទបង្ហាញពីគម្រោងព្រឹត្តិការណ៍នគរសង្ក្រាន្តធ្វើឡើងដើម្បីជាការថែរក្សាការពារវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់ដូនតាគឺជាផ្នែកមួយនៃខឿនការពារជាតិការចូលរួមជំរុញចរន្តសេដ្ឋកិច្ចគឺជាផ្នែកមួយនៃខឿនការពារជាតិការតាក់ទាញទេសចរមកទស្សនាកម្ពុជានិងយុទ្ធនាការចូលឆ្នាំខ្មែរមកលេងស្រុកខ្មែរ Homecoming ឯកឧត្តមបានបន្តថាក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តក៏មានការរៀបចំពិធីសាសនាឧទ្ទិសដល់វីរៈជនពលីនិងជនរងគ្រោះនិងបួងសួងសុំសេចក្តីសុខជូនដល់ប្រទេសជាតិជាមួយគ្នានេះក៏មានការចែករំលែកប្រាក់ចំណេញទាំងអស់ពីការលក់ម៉ាស្កតនិងផ្នែកនៃចំណូលពីការលក់ស្តង់និងជូនទៅជនភៀសសឹកការដឹកនាំចលនាសង្គម 10000 ក្រមាតំណាងឲ្យក្តីស្រឡាញ់ពីមហាជនការផ្ញើប័ណ្ណជូនពរនិងក្តីនឹករលឹកជូនដល់វីរៈកងទ័ពជួរមុខការធ្វើយុទ្ធនាការអំបុកវិច្ចអន្សមនិងដុតក្រឡានក្នុងទីតាំងនៃព្រឹត្តិការណ៍ដើម្បីផ្ញើជូនដល់ជួរមុខការសម្ដែងសិល្បៈលើឆាកធំបង្ហាញពីវីរភាពកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីការរៀបចំពិធីជួបជុំអបអរចូលឆ្នាំខ្មែរនៅតាមជំរំជនភៀសសឹកការសហការរៀបចំផ្ទាំងទស្សនីយភាពស្នាដៃគំរូសិល្បៈដើម្បីសន្តិភាពរួមជាមួយការតាំងបង្ហាញរូបរចនានិងស្នាដៃវិចិត្រកម្មបំផុសស្មារតីនឹករលឹកដល់វីរៈជននិងជនភៀសសឹកព្រឹត្តិការណ៍នគរសង្ក្រាន្តក្រុងធ្វើឡើងរយៈពេល6ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026នៅទីតាំងមួយចំនួនរួមមានវត្តភ្នំផ្លូវថ្មើរជើងចតុមុខសួនច្បារវឌ្ឍនៈ Capital Lifestyle មកដល់ផ្សាររាត្រីនិងទីតាំងផ្សេងៗមួយចំនួនទៀតតាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះគណៈកម្មការរៀបចំស្នើក្រសួងព័ត៌មានសមាគមទូរទស្សន៍វិទ្យុនិងអ្នកសារព័ត៌មានគេហទំព័រព្រមទាំងមន្ទីរព័ត៌មានរាជធានីខេត្តចូលរួមផ្សព្វផ្សាយពីទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិឲ្យបានទូលំទូលាយឆ្ពោះទៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមរយៈមាតិកាដែលមានស្រាប់និងការបង្កើតមាតិកាថ្មីៗបន្ថែមទៀតតាមគ្រប់យន្តការនិងគ្រប់គោលដៅឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានមានប្រសាសន៍ថានគរសង្ក្រាន្តមិនមែនជាព្រឹត្តិការណ៍កម្សាន្តធម្មតាប៉ុណ្ណោះទេប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណជាតិការរួបរวมរបស់យុវជននិងភាពរស់រវើកនៃរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឯកឧត្តមនេតភក្ត្រាបានអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់បន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយកម្មវិធីនគរសង្ក្រាន្តនៅរាជធានីភ្នំពេញដែលផ្ដល់ព័ត៌មានត្រឹមត្រូវទាន់ពេលវេលានិងមានវិជ្ជាជីវៈខ្ពស់ដើម្បីឲ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតសម្រាប់រាជធានីភ្នំពេញនិងសម្រាប់ជាតិទាំងមូលចំណែកឯកឧត្តមហ៊ុនម៉ាណីប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍បានគូបញ្ជាក់ថាគម្រោងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តគឺគណៈកម្មការរៀបចំបានគិតគូរច្បាស់លាស់នៅអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើក្នុងប្រតិបត្តិការនៃការសប្បាយដោយមិនភ្លេចវីរៈកងទ័ពជួរមុខនិងជនភៀសសឹកដែលមិនទាន់បានវិលត្រឡប់ទៅផ្ទះវិញនោះឡើយតែជាការពង្រឹងស្មារតីជាតិពង្រឹងអត្តសញ្ញាណជាតិហើយផ្សព្វផ្សាយទៅក្រៅប្រទេសនៅអ្វីទៅដែលជាខ្មែរ